ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកចែករំលែកពីវិធីធ្វើជៀនជួនត្រីកែសឲ្យមានរសជាតិឆ្ងាញ់សម្រាប់មុខម្ហូបថ្ងៃនេះដែរមិនមែននាងខ្ញុំជាអ្នកធ្វើទេគឺបានប្អូនស្រីជាអ្នកធ្វើឲ្យញ៉ាំដោយសារតែមកលេងស្រុកខ្មែរថ្ងៃនេះប្អូនបញ្ចេញស្នាដៃចាឥឡូវនាងខ្ញុំមានត្រីកែសចំនួន2ធំចាត្រីនេះធំល្អមែនតើហើយបន្ទាប់មកយើងមានជាមួយនឹងខ្ញីហើយមានជាមួយនឹងសាច់ជ្រូកច្រាមហើយនឹងសៀងផងដែរឥឡូវយើងយកសាច់ត្រីហ្នឹងមកប្រឡាក់ជាមួយនឹងម្សៅបំពងចាម្សៅបំពងក៏បានម្សៅឆាក៏បានជាទូទៅរាល់ដងនេះខ្ញុំតែងតែប្រឡាក់ម្សៅចាម្សៅបំពងជាមួយនឹងត្រីអីអញ្ចឹងជាមួយសាច់មាន់អីអញ្ចឹងណាបងប្អូនតែពេលដែលនាងខ្ញុំមកដល់ខ្មែរគឺប្អូនស្រីនាងខ្ញុំគឺគាត់ប្រឡាក់ជាមួយនឹងម្សៅឆាគាត់ថាប្រឡាក់ម្សៅឆាក៏យើងអាចបំពងបានដែរអញ្ចឹងហើយគឺនឹងខ្ញុំបង្ហាញតាមក្បួនផកគាត់ចឹងណាបងប្អូនចាពេលដែលប្រឡាក់សពល្អហើយយើងយកត្រីទៅចៀនពេលដែលចៀនបងប្អូនត្រូវតែបើកភ្លើងឲ្យក្តៅសិនចម្លាក់ត្រីចូលណាចាការបំពងដោយយើងដាក់ម្សៅគឺដើម្បីកុំឲ្យត្រីរបស់យើងពេលដែលចៀនទៅវាផ្ទុះអីអញ្ចឹងណាបងប្អូនចាហើយសាច់ក៏រឹងល្អផងដែរបន្ទាប់មកយើងបំពងត្រីរបស់យើងរហូតដល់ឆ្អិនទៅចាពេលដែលត្រីរបស់យើងឆ្អិនហើយយើងស្រង់ត្រីរបស់យើងនឹងទុកមួយកន្លែងសិនទៅហើយបន្ទាប់មកយើងមកឆាខ្ញីទុកស្រូបជាមួយនឹងត្រីរបស់យើងជាដំបូងយើងបំពងខ្ទឹមសឲ្យឡើងឈ្ងុយសិនពេលដែលខ្ទឹមសរបស់យើងឈ្ងុយហើយយើងចាក់ខ្ញីចូលហើយបន្ទាប់មកទៀតយើងឆាខ្ញីរបស់យើងនឹងឲ្យរាងស្លោកបន្តិចទៅបងប្អូនដើម្បីកុំឲ្យខ្ញីរបស់យើងនឹងនៅស្រស់ពេកវារាងហឹរណាអញ្ចឹងយើងត្រូវឆាវាឲ្យស្រគាប់បន្តិចសិនយើងឆាទៅឆាមកដោយប្រើភ្លើងក្តៅល្មមទៅបងប្អូនកុំប្រើភ្លើងក្តៅពេកចាពេលដែលយើងឆាខ្ញីរបស់យើងឡើងស្លោកល្អហើយបងប្អូនត្រូវដួសខ្ញីយកទុកមួយកន្លែងសិនឥឡូវយើងដួសដាក់ចានមួយកន្លែងសិនទៅពេលដែលយើងដួសខ្ញីរួចរាល់អស់ហើយយើងមកបំពងខ្ទឹមសម្ដងទៀតហើយបន្ទាប់មកយើងឆាជាមួយសាច់វិញម្ដងសម្រាប់សាច់បងប្អូនអាចដាក់តិចឬក៏ច្រើនតាមចំណង់ចំណូលចិត្តចាហើយយើងឆាសាច់ជ្រូករបស់យើងឲ្យរាងឆ្អិនល្អបន្តិចទៅបងប្អូនក្រោយពីបងប្អូនឆាសាច់ជ្រូកបានឆ្អិនល្អហើយចាំបងប្អូនដាក់សៀងចូលហើយនឹងខ្ញុំប្រើជាមួយនឹងសៀងផ្អែមណាបងប្អូនចាឥឡូវយើងចាក់សៀងចូលតែម្ដងពេលដែលយើងដាក់សៀងចូលរួចរាល់អស់ហើយយើងឆាបញ្ចូលគ្នាឲ្យសព្វល្អបន្តិចទៅក្រោយពីសព្វល្អហើយចាំយើងបន្ថែមគ្រឿងផ្សំដូចជាស្ករសយើងដាក់ស្ករសបន្តិចល្មមទៅបងប្អូនហើយបន្ទាប់មកទៀតនឹងខ្ញុំបន្ថែមជាមួយនឹងប៊ីចេងបន្តិចហើយម្សៅស៊ុបយើងដាក់តែបន្តិចបានហើយដោយសារតែសៀងគឺយើងរៀងប្រៃតិចតិចហើយអញ្ចឹងយើងបន្ថែមម្សៅស៊ុបតែបន្តិចបានទេណាបងប្អូនចាស្ករសយើងប្រើយើងច្រើនជាងម្សៅស៊ុបបន្ទាប់មកយើងឆាបញ្ចូលគ្នាឲ្យសព្វល្អទៅក្រោយពីឆាសព្វល្អរួចរាល់អស់ហើយយើងដាក់ខ្ញីចូលបងប្អូនហើយយើងឆាខ្ញីជាមួយនឹងគ្រឿងផ្សំហ្នឹងបន្តិចទៀតទៅណាបងប្អូនដើម្បីឲ្យខ្ញីរបស់យើងរាងទន់បន្តិចក្រោយពីយើងឆាចូលគ្នាបានសព្វល្អនឹងខ្ញីទន់ល្អហើយយើងដាក់សាច់ចូលហើយយើងកូរបញ្ចូលគ្នាឲ្យសព្វល្អទៅដើម្បីឲ្យត្រីរបស់យើងចូលជាតិឆ្ងាញ់បន្ទាប់មកទៀតយើងឆាបញ្ចូលគ្នាឲ្យបានសព្វល្អទៅគឺរួចរាល់ជាការស្រេចហើយជាងនេះខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះខ្ញុំពីដើមរហូតដល់ចប់បើពេញចិត្តនៅវីដេអូមួយនេះសូមជួយ like page follow page និងជួយ share ចែករំលែកឲ្យនឹងខ្ញុំម្នាក់មួយផងបាយបាយបងប្អូនទាំងអស់គ្នា